សម្រាប់បុណ្យរដូវក្តៅរាល់ឆ្នាំខ្ញុំតែងតែទៅលេងទីប្រជុំជនដូចជាសមុទ្រល្បីៗនៅប្រទេសកូរ៉េដូចជាភូសានប៉ុន្តែឆ្នាំនេះគិតចង់បដូរមកលេងនៅកន្លែងស្ងប់ស្ងាត់ដែលមានទេសភាពស្អាតពេលមកដល់ពិតជាស្ងប់ស្ងាត់មែនហើយទេសភាពវិញធានាថាមកអែមប៉ុន្តែមានរឿងមួយដែលខ្ញុំមិនអាចគិតទុកមុនបានពេលមកដល់ភ្លាមខ្ញុំអត់ទាន់បាននៅគេងនៅនឹងទេខ្ញុំបានមកជួលផ្ទះហើយខ្ញុំបានទៅលេងយាយតាជនជាតិកូរ៉េដែលស្គាល់គ្នាដែលផ្ទះគាត់នៅក្បែរនោះពេលយប់ឡើងទើបខ្ញុំបានត្រឡប់មកវិញខ្ញុំបានចុះទៅកាយខ្យងនៅខាងមុខនោះទៅកាយមួយផ្លេតបាន2គ្រាប់ធំទៀតតាមពិតនៅខាងមុខនឹងមានខ្យងហើយក៏មានក្តាមដែរពេលនឹងខ្ញុំបានប្រាប់តាជនជាតិកូរ៉េថាប៉ុណ្ណឹងបានហើយចាំពេលព្រឹកចាំខ្ញុំមកកាយទៀតពេលនោះគាត់ក៏បានត្រឡប់ទៅផ្ទះគាត់វិញពេលនោះមានរឿងមួយដែលនឹកស្មានមិនដល់ពេលដែលមកដល់កន្លែងសម្រាកវិញនៅក្នុងផ្ទះសំណាក់នោះគឺអត់មានទឹកញ៉ាំទេខ្ញុំគិតថាវាមិនមានបញ្ហាសម្រាប់ខ្ញុំទេព្រោះខ្ញុំនៅប្រទេសកូរ៉េយូរហើយខ្ញុំដឹងហើយខ្ញុំក៏បានចុះទៅរកម៉ាត24ម៉ោងប៉ុន្តែរឿងមួយដែលខ្ញុំនឹកស្មានមិនដល់នោះគឺម៉ាតទាំងអស់គឺបិទទាំងអស់បិទតាំងពីក្បាលប្រឡប់ម្ហូបក៏មិនមាននៅក្នុងទូទឹកក៏អត់មានញ៉ាំអូយជាតិសាហាវពេលនឹងអស់អារម្មណ៍លេងមកហត់មួយថ្ងៃហើយពេលទៅដល់អត់មានទឹកអត់មានអីញ៉ាំម៉ាតក៏បិទថាទាញអេបមកកំងអាហារក៏អត់មានទៀតគេបិទទាំងអស់មានតែខលហៅតាឲ្យគាត់ជួយយកទឹកពីផ្ទះមកឲ្យញ៉ាំហើយអ្នកជួលនឹងពេលយប់ឡើងបាត់អស់ហើយអត់ដឹងទៅណាទេនិយាយពីថាស្ងប់ស្ងាត់គឺស្ងប់ស្ងាត់មែនទែនដូចបំណងតែខ្ញុំគិតថាវាស្ងប់ស្ងាត់ពេកហើយតាមពិតនៅកន្លែងហ្នឹងគឺស្អាតមែនទែនស្អាតមែនទែនហ្មងហើយមើលផ្ទះជួលគេហាងកាហ្វេគេនៅក្បែរហ្នឹងគឺស្អាតខ្លាំងណាស់ហើយនៅកន្លែងផ្ទះសំណាក់គេហ្នឹងគេមានឆ្នាំងមានចានឲ្យយើងទុកធ្វើម្ហូបមួយសេតប៉ុន្តែដោយសារតែយើងទៅដល់រៀងយប់ពេកបើសិនជាបងប្អូនចង់ស្ងប់ស្ងាត់ទៅកន្លែងហ្នឹងគឺត្រូវហើយតែកុំភ្លេចដាក់អីទៅញ៉ាំផងមិនលេងសើចទេណាខ្ញុំនៅកូរ៉េយូរអត់ដែលឃើញកន្លែងណាលេងល្ងាចឡើងបិទទាំងអស់ចឹងទេហើយព្រលឹមឡើងឃើញអ្នកភូមិគាត់កំពុងតែកាយខ្យងកាយបានមែនណាបងប្អូនខ្យងធំហើយឆ្ងាញ់ទៀតយប់នឹងដឹងមិនអត់មានម្ហូបបានខ្យង2គ្រាប់នឹងឯងវីដេអូមានតែប៉ុណ្្នឹងទេបាយបាយ